ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនីកានាំអារម្មណ៍បងប្អូនមកទស្សនាប្រាសាទមួយហៅថាប្រាសាទព្រះខ័នកំពង់ស្វាយដែលអ្នកស្រុកនាំគ្នាហៅថាប្រាសាទបាកានណាបងប្អូនប្រាសាទបាកានមានចម្ងាយប្រមាណ290គីឡូម៉ែត្រពីរាជធានីភ្នំពេញមានទីតាំងស្ថិតនៅភូមិបាកានឃុំរណសេស្រុកសង្គមថ្មីខេត្តព្រះវិហារហើយប្រាសាទបាកានគឺស្ថិតនៅប៉ែកខាងត្បូងឈៀងខាងលិចស្រុកសង្គមថ្មីនិយាយពីអារម្មណ៍ខ្ញុំនៅពេលដែលបានមកដល់ប្រាសាទនីមួយៗនៃស្នាដៃរបស់ពពកបុរសខ្មែរយើងបងប្អូនខ្ញុំមានអារម្មណ៍ថារំភើបផងត្រេកអរផងហើយមួយទៀតគឺស្រឡះខួរក្បាលមែនទែនដូចជាភាពសោកសៅទាំងអម្បាលម៉ានក៏ដូចយកមកកប់ចោលនៅក្នុងប្រាសាទនេះអញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តនិងស្រឡះចិត្តមែនទែនប្រាសាទបុរាណខ្មែរយើងនៅពេលដែលខ្ញុំបានមកដល់ខ្ញុំមានអារម្មណ៍ថាប្រាសាទនីមួយៗដូចជារងចាំអ្វីម្យ៉ាងដូចជាទន្ទឹងចាំផ្លូវអ្វីម្យ៉ាងអញ្ចឹងខ្ញុំមានអារម្មណ៍បែបនេះប្រាសាទព្រះខ័នកំពង់ស្វាយអើយអ្នកស្រុកនាំគ្នាហៅថាប្រាសាទបាកានអ្នកកុំតូចចិនតួអ្នកនៅឆ្ងាយភូមិឋានពួកយើងនៅតែរាប់អានមិនបបងអ្នកចោលឡើយតាមប្រវត្តិសាស្ត្រប្រាសាទព្រះខ័នគឺជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី7ហ្វឹកហាត់ទ័ពប្រាសាទព្រះខ័នឬហៅថាប្រាសាទបាកានគឺកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7តោះពុកម៉ែបងប្អូនដកភាពទុក្ខសោកចេញពីចិត្តទៅទស្សនាប្រាសាទព្រះខ័នជាមួយខ្ញុំដោយបំពេញនៅសេចក្តីរីករាយទាំងអស់គ្នាបាក់បែកនៅខាងក្នុងបាក់បែកអស់ហើយហ្នឹងបាក់បែកអស់ហើយបាក់ថៃបាត់បាក់បែកអូសម័យសង្គ្រាមកូនសម័យសង្គ្រាមបាក់បែកចឹងឯងគេសម័យសង្គ្រាមបងសម័យសង្គ្រាមបានន័យថាមានការឆ្លោះគ្នាដណ្ដើមដីគ្នាអីចឹងណាកូនបាក់បែកអស់បាក់បែកអស់អូយតែជាល្អអូខេចាំតិចបងសិនប៉ាប៉ាថាសត្វអីគេខ្មុំខ្មុំហ៎នោះឡើងអូយណាវិញយ៉ាត់វាដេញតិចណានៅលើអត់អីហើវាហើយចេញដល់ទេអានេះហើទាំងភូមិតោះកូនហើយជំនាញរបបខ្មុំហ្នឹងតោះអស់ភាសាទេតើអីភាសានេះយើងទៅដប់ដូចគ្នាអញ្ចឹងតែដប់ហ្នឹងអានោះទៅខ្មុំមកយ៉ាត់មានខ្មុំមកកូនមានអីមើលទេតោះទៅវិញតោះទៅវិញចាមានអ្នកប៉តិចមកមានអាចកោពោហើយចូលមកឲ្យពោហ្នឹងអាចកោមានស៊ីនពោអើបងស៊ីនពោមួយសិនបាទអ្នកមួយគេសាកមួយសិនមើលបងចង់ពោអូនដែរហ៎បងស៊ីនស្រឡាញ់លីណ៎ឃើញទេតោះបងសាកអត់មិនអត់អីតោះបីវនាងទៅវិញហ៎វនាងចុកជើងវនាងចុកជើងដើរយូរពេកបងប្រុសល្អឮប្អូនថាចុកជើងសុំអៀវសុំពោរូបភាពមួយនេះចង់បង្ហាញថាបងប្អូនចូលកុំចោលគ្នាក្តីស្រឡាញ់ដែលមិនអាចទិញដូរបានសុភមង្គលកូនកើតចេញពីភាពស្មោះត្រង់រវាងឪពុកនិងម្ដាយតោះពុកម៉ែបងប្អូនការទស្សនាប្រាសាទព្រះខ័នឬហៅថាប្រាសាទបាកានមានតែប៉ុណ្្នឹងឯងយើងទៅទស្សនានៅប្រាសាទផ្សេងទៀតដែលនៅក្នុងស្រុកសង្គមថ្មីទាំងអស់គ្នា